បាទជម្រាបសួរអស់លោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពីពលរដ្ឋជាទីគោរពរាប់អានតទៅនេះគឺជាវគ្គបន្តនៃរឿងសុបិននឹងការពិតភាគទី2របស់លោកវ៉ាន់ឌីកអ៊ុនដែលកាលពីថ្ងៃមុនខ្ញុំអានដល់ត្រង់នេះបាទយោងទៅតាមឯកសារមួយរបស់លោករ៉ាអ៊ូលជេណាពាណិជ្ជករថៃនោះបានផ្ដល់យន្តហោះមួយគ្រឿងនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៅឲ្យកងទ័ពខ្មែរឯកសារដដែលបានបញ្ជាក់ថាគឺពាណិជ្ជករនោះហើយដែលមានទំនាស់ជាមួយលោកសំរងស៊ីនៅទីបំផុតនៅថ្ងៃ$20ឆ្នាំ1994ដដែលនោះលោកសំរងស៊ីបានត្រូវគេដកហូតពីមុខតំណែងហើយបានត្រូវគេដាក់លោកគៀតឈុនជំនួសវិញហើយតទៅទៀតនេះគឺជាវគ្គបន្តស្ដីពីស្ថានភាពប្រទេសកម្ពុជាមួយឆ្នាំក្រោយពេលបង្កើតរដ្ឋាភិបាលទី1ចេញពីការបោះឆ្នោតសេរីដោយមានការឧបត្ថម្ភពីអង្គការសហប្រជាជាតិ La situation du Cambodge un an après la mise en place du premier gouvernement issu des élections libres organisées par l'ONU ក្រោយការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៅខែកញ្ញាឆ្នាំ1993ហើយក្រោយពេលដែលព្រះអង្គម្ចាស់នរោត្តមរណរដ្ឋនិងលោកហ៊ុនសែនបានត្រូវតែងតាំងសារជាថ្មីទៀតជាសហនាយករដ្ឋមន្ត្រីរដ្ឋាភិបាលខ្មែរមិនត្រឹមតែត្រូវប្រឈមមុខនឹងអសន្តិសុខដែលពួកខ្មែរក្រហមបង្កើតឡើងប៉ុណ្ណោះទេតែក៏ត្រូវប្រឈមមុខនឹងការចុះស្រុតនៃសេដ្ឋកិច្ចផងទៀតបញ្ហាចុងក្រោយនេះជាបញ្ហាដ៏សំខាន់ជាងគេព្រោះដោយខ្វះសពខ្វះគ្រប់កងទ័ពរដ្ឋាភិបាលក៏គ្មានសម្ភារៈនិងទឹកចិត្តគ្រប់គ្រាន់ដើម្បីប្រយុទ្ធនឹងសកម្មភាពរបស់ពួកខ្មែរក្រហមដែរទាហាននៃរាជរដ្ឋាភិបាលក៏ពុំបានទទួលប្រាក់ខែជាទៀងទាត់ស្ថានភាពនេះពុំសម្រួលដល់ការបោះសម្អាតពួកខ្មែរក្រហមទេទោះបីខាងពួកខ្មែរក្រហមគេមានបញ្ហានេះដូចតែគ្នាក្តីពួកខ្មែរក្រហមរាប់រយនាក់បានសុំចុះចូលរាជរដ្ឋាភិបាលគេអាចនិយាយបានថាគឺជាសង្គ្រាមផ្ទៃក្នុងមួយបែបដែលអស់ទឹកចិត្តហើយទន់ដៃទាំងសងខាងព្រោះតែគ្មានជំនួយពីបរទេសពេលដែលប្រទេសធំៗគេបញ្ចប់សង្គ្រាមនៅក្នុងស្រុកក៏ពុំអាចបន្តទៅទៀតយូរបានដែរបន្ទាប់ពីបង្កសង្គ្រាមដ៏សាហាវមួយនៅស្រុកខ្មែរប្រទេសធំៗជាបដិបកគេក៏នាំគ្នាបញ្ចប់សង្គ្រាមតាមរយៈសន្និសីទទីក្រុងប៉ារីសឆ្នាំ1989និងតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសរវាងគូបដិបកខ្មែរប្រទេសដែលធ្វើសង្គ្រាមគេនាំគ្នាដោះដៃចេញអស់ពីអធិការខ្មែរដែលតាមការពិតជាអធិការរបស់ពួកគេតែប៉ុណ្ណោះនៅចំពោះមុខស្ថានភាពបែបនេះដែលបានត្រឹមតែធ្វើឲ្យប្រទេសទាំងមូលចុះដុនដាបព្រះមហាក្សត្រខ្មែរនរោត្តមសីហនុទ្រង់ឆ្វេងយល់ថាគួរតែរកដំណោះស្រាយផ្លូវនយោបាយវិញលោកហ៊ុនសែននិងព្រះអង្គម្ចាស់រណរិទ្ធក៏មានទស្សនៈដូចគ្នាអ៊ីចឹងដែរទោះបីគេពុំសូវមានជំនឿប៉ុន្មានថាជាដំណោះស្រាយមួយដែលអាចធ្វើទៅកើតក្តីប៉ុន្តែបើនឹងបន្តការប្រយុទ្ធផ្នែកយោធាក៏ឃើញថាមិនអាចបន្តទៅទៀតបានដូចតែគ្នាតាមការពិតព្រះមហាក្សត្រខ្មែរដែលតាំងពីបានត្រូវតែងតាំងជាព្រះមហាក្សត្រគ្មានអំណាចមកទ្រង់ចង់សាឡបងហក់ចូលក្នុងឆាកប្រយុទ្ធនយោបាយម្ដងទៀតព្រោះថានៅក្នុងករណីដែលព្រះអង្គមានអំណាចពួកខ្មែរក្រហមក៏អាចបន្ទន់អរិយាប័ត្ររបស់គេដែរប៉ុន្តែនេះជាការមួយដែលពុំអាចធ្វើទៅបានឡើយដែលហេតុថាបើខ្មែរក្រហមមានវត្តមាននៅក្នុងរដ្ឋាភិបាលអន្តរជាតិមកជាផ្ដាច់ជំនួយជាពុំខានម្យ៉ាងទៀតរវាងព្រះមហាក្សត្រនរោត្តមសីហនុនិងលោកហ៊ុនសែនដែលជាមនុស្សខ្លាំងនៅប្រទេសកម្ពុជាវាមានទំនាស់ភូមិសាស្ត្រនយោបាយមួយទៀតដែលមិនអាចដោះស្រាយបានទេយ៉ាងណាមិញទីក្រុងហាណូយនឹងពុំព្រមឲ្យអតីតសម្ព័ន្ធមិត្តរបស់ចិនគ្រប់គ្រងប្រទេសកម្ពុជាជាដាច់ខាតនៅក្នុងគណៈដែលចិនស្ថិតនៅជាការគំរាមកំហែងមួយដ៏ធំចំពោះប្រទេសគេវៀតណាមខ្លាចប្រទេសចិនពង្រីកឥទ្ធិពលរបស់គេនៅស្រុកខ្មែរដែលមានព្រំប្រទល់ជាប់នឹងស្រុកគេគឺនៅក្នុងន័យនេះហើយដែលឥទ្ធិពលរបស់ព្រះមហាក្សត្រខ្មែរនៅក្នុងឆាកនយោបាយត្រូវទីក្រុងហាណូយធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយឲ្យបានច្រើនបំផុតនៅពេលដដែលនោះ
ពួកខ្មែរក្រហមដែលជាសម្ព័ន្ធមិត្តរបស់ចិននិងជាមូលដ្ឋាននៃកម្លាំងកងទ័ពរបស់សម្ដេចនរោត្តមសីហនុនៅតែខិតខំពង្រឹងកម្លាំងរបស់គេបន្តទៅទៀតដែលជាហេតុធ្វើឲ្យអ្នកដែលមកធ្វើវិនិយោគនៅស្រុកខ្មែរមានការស្ទាក់ស្ទើរនៅពេលកណ្ដាលឆ្នាំ1994នោះក្រៅពីបញ្ហាសន្តិសុខនៅក្នុងប្រទេសរដ្ឋាភិបាលខ្មែរត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្តដែរនៅខែធ្នូឆ្នាំ1994រដ្ឋសភាបានអនុម័តថវិការដ្ឋជាលើកដំបូងបង្អស់ចំណាយខាងផ្នែកយោធាមានទំហំធំក្រៃលែងនៅក្នុងស្ថានភាពបែបនេះការកសាងប្រទេសឡើងវិញសឹងតែធ្វើទៅពុំកើតប្រាក់ចំនួន$1000 លានដែលប្រទេសជប៉ុននិងបណ្ដាប្រទេសផ្ដល់ជំនួយព្រមទាំងអង្គការអន្តរជាតិផ្សេងៗទៀតបានសន្យាផ្ដល់ឲ្យក៏សឹងតែអដំណើរគឺគេបន្តឲ្យតែបន្តិចសិនប៉ុណ្ណោះបញ្ហាចំពោះមុខនៅពេលនោះគឺការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនិងបញ្ហារៀបចំហិរញ្ញវត្ថុសាធារណៈឲ្យបានស្អាតស្អំទិសដៅចំពោះមុខរបស់ពួកខ្មែរក្រហមគឺកំទេចរចនាសម្ព័ន្ធទាំងនោះចោលតែម្ដងនៅក្នុងស្ថានភាពបែបនេះបើគ្មានជំនួយផ្នែកយោធាទេគឺកសាងប្រទេសក៏ពុំកើតដែរទន្ទឹមនឹងនោះអំពើចោរកម្មក៏កើតឡើងប្រងព្រាតក្នុងទូទាំងប្រទេសការបង្កើតផលប្រព្រឹត្តទៅដោយពិបាកនៅក្នុងវិស័យឧស្សាហកម្មអគ្គិសនីត្រូវកាត់ផ្តាច់ជារឿយៗសម្រាប់សម្រួលទៅគ្មានអ្នកណាធ្វើអ្វីកើតទាំងអស់ដើម្បីជួយដោះស្រាយបញ្ហានេះក្រុមហ៊ុនប្រេងសាំងអាមេរិកអង្គតកគិតមកធ្វើវិនិយោគនៅស្រុកខ្មែរនៅក្នុងកម្រិត$156 លានដោយស្ថានភាពសេដ្ឋកិច្ចមានលក្ខណៈធ្ងន់ធ្ងរទាហានរាជរដ្ឋាភិបាលក៏ចាប់ផ្ដើមអស់សង្ឃឹមហើយធ្វើសកម្មភាព194ការកសាងប្រទេសឡើងវិញបានជួបនឹងឧបសគ្គធំៗជាច្រើនជាពិសេសបញ្ហាអសន្តិសុខដែលបណ្ដាលមួយចំណែកមកពីខ្មែរក្រហមបញ្ហាដែលកើតឡើងព្រោះតែមានការប្រជែងកម្លាំងគ្នារវាងគណៈបកនយោបាយនានាបញ្ហាសម្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដោយពិបាកនិងបញ្ហាទាក់ទងនឹងការអភិវឌ្ឍការបង្រួបបង្រួមជាតិឡើងវិញក្រោយពេលសង្គ្រាមក៏ជួបនឹងឧបសគ្គដែរព្រោះនៅក្នុងបរិបទថ្មីនេះសង្គ្រាមនៅតែមានបន្តទៀតប៉ុន្តែក្រោមរូបភាពបិទមុខដែលជាហេតុធ្វើឲ្យអ្នកសង្កេតការបកស្រាយសភាពការផ្ទុយស្រឡះពីគ្នាទាំងស្រុងតាមការពិតហេតុការណ៍ទាំងឡាយនេះបណ្ដាលមកពីកត្តាប្រវត្តិសាស្ត្រផងហើយមកពីអរិយាប័ត្រអន្តរជាតិផងព្រោះថាអន្តរជាតិសុខចិត្តទទួលយកដំណោះស្រាយមួយដែលមានលក្ខណៈផ្ទុយទាំងស្រុងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសម្រាប់សម្រួលទៅព្រោះតែមើលស្រាលពេកទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យប្រទេសកម្ពុជាក៏ធ្លាក់សារជាថ្មីម្ដងទៀតទៅក្នុងសង្គ្រាមក្នុងស្រុកក្រុមនយោបាយនីមួយៗមិនព្រមយល់ទៅតែសោះថាការសម្របខ្លួនទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យទៅតាមរដ្ឋធម្មនុញ្ញជាកត្តាតែមួយគត់ដែលអាចបញ្ចប់ការវិវាទគេបែរជានាំគ្នាយកព្រះមហាក្សត្រដែលគ្មានអំណាចសោះនោះមកធ្វើជាឡបឡាយសម្រាប់ទាក់ទាញការទុកចិត្តពីប្រជាជនទៅវិញក្រោយការបោះឆ្នោតឆ្នាំ1993អ្នកណាក៏សង្ឃឹមដែរថាប្រទេសកម្ពុជាមុខជាលែងត្រូវការអ្នកនយោបាយមុនដែលមានឥទ្ធិពលហើយដែលបានធ្វើឲ្យប្រទេសជាតិលិចលង់ទៀតហើយគឺអំណះតទៅមានតែរដ្ឋធម្មនុញ្ញមួយប៉ុណ្ណោះដែលជាស្មារតីរបស់ប្រទេសជាតិប៉ុន្តែផ្ទុយពីការប៉ាន់ស្មានដ៏ឆោតនេះគេសង្កេតឃើញថាការបង្កើតនីតិរដ្ឋមួយឲ្យបានត្រឹមត្រូវជាការមួយដ៏ពិបាកក្រៃលែងគេបែរជានាំគ្នាវិលទៅរករចនាសម្ព័ន្ធចាស់ទៅវិញដោយលេងល្បែងថ្ពិនភ្នែកជាមួយគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីនិយមពហុបកមួយវិញទៀតអ្នកនយោបាយធំដែលដឹកនាំប្រទេសគិតតែពីការពារផលប្រយោជន៍របស់ក្រុមបកពួកខ្លួនទោះជាត្រូវប្រមាថដល់ប្រជាជននិងអ្នកដែលមានគំនិតទៀងត្រង់ហើយស្មោះត្រង់នឹងគោលការណ៍ច្បាប់ក៏ដោយអ្នកដឹកនាំទាំងនោះភ្លេចគិតទាំងស្រុងថាគេជាអ្នកដឹកនាំរបបមួយដែលគេត្រូវប្រគល់សិទ្ធិសេរីភាពទៅឲ្យប្រជាជនវិញបន្ទាប់ពីបានយកសិទ្ធិនេះទៅចិនឈ្លីនឹងជើងការពិតអ្នកទាំងនេះដែលសុទ្ធតែជាអ្នកដែលគ្មានវប្បធម៌ប្រជាធិបតេយ្យនៅក្នុងការអប់រំរបស់គេនៅតែពុំទាន់យល់អំពីតួនាទីជាប្រវត្តិសាស្ត្ររបស់គេដដែលគេនៅពុំទាន់យល់ថាគេជាអ្នកដឹកនាំពលរដ្ឋពេញលក្ខណៈមានសិទ្ធិសេរីភាពត្រឹមត្រូវគឺមិនមែនដឹកនាំទេសកលឯណាពួកគេនាំគ្នាយកអំណាចនិងឥទ្ធិពលផ្សេងទៅប្រើ
ដើម្បីប្រមូលការគាំទ្របកគលខ្លួនគេម្នាក់ៗហើយមិនព្រមប្រគល់សិទ្ធិសំខាន់ៗដែលជាកត្តារីកចម្រើនទៅឲ្យពលរដ្ឋឡើយទោះបីគេដឹងថាអ្វីដែលប្រជាជនភាគច្រើនចង់បានគឺសិទ្ធិជាពលរដ្ឋថ្លៃថ្នូរគឺមិនមែនជាការសុំជ្រកកោនក្រោមអំណាចបារមីរបស់អ្នកដឹកនាំបកនេះឬបកនោះឯណាការវិលសាជាថ្មីទៀតតាំងពីឆ្នាំ1994ទៅរករចនាសម្ព័ន្ធអំណាចដោយកាលពីមុនបាននាំមកនៅអយុត្តិធម៌ក្នុងសង្គមដោយពីពេលមុនអ៊ីចឹងដែរគឺនិន្នាការមួយដែលនាំទៅរកតែរបបអបជនីធិបតេយ្យ oligarchy ពលគឺអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃនៃក្រុមបកពួកគ្រួសាររបស់ជនមួយក្តាប់នៅក្នុងរបបបែបនេះសមត្ថកិច្ចធំត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារនៃពួកអ្នកដែលមានអំណាចឥទ្ធិពលអ្នកណាដែលទាមទារយកសិទ្ធិរបស់ពួកគេតាមគោលការណ៍ប្រជាធិបតេយ្យឬទាមទារឲ្យអ្នកដឹកនាំគោរពគោលការណ៍ច្បាប់ជាធរមានមិនងាយនឹងបានសម្រេចទេអ្នកដែលចង់រស់នៅដោយឯករាជ្យដោយសមត្ថភាពខ្លួនឯងក៏មិនងាយនឹងធ្វើទៅកើតដែរគឺត្រូវរណបទៅនឹងបកណាមួយឬអិសរាជជនដ៏ខ្លាំងក្លាណាម្នាក់ទៅគ្មានអ្នកណាហ៊ានធ្វើបាបប្រមាថសិទ្ធិសេរីភាពប្រទេសកម្ពុជាបានឆ្លងកាត់របបនយោបាយជាច្រើនព្រោះតែគេចង់បានភាពថ្លៃថ្នូរមិនធ្វើខ្ញុំកញ្ចេះអ្នកណាអ្នកតស៊ូជាច្រើនបានពលីជីវិតរបស់គេដើម្បីមូលហេតុនេះប៉ុន្តែសម្រាប់សម្រួចទៅក្រោយអន្តរាគមន៍របស់អង្គការសហប្រជាជាតិប្រទេសបានធ្លាក់មកចំណុចដើមដដែលវិញអ្នកមានឧត្តមគតិកប់បាត់ទៅក្នុងភក់ច្រំដោយពាក្យគេថាឃ្លោកលិចអំបែងអណ្ដែតដូច្នោះដែរហើយនេះប្រតិគេទៅទូចទាមទារឲ្យអនុវត្តច្បាប់ជាធរមានឬក៏ទាមទាររបបមួយដែលគេរស់នៅដោយរក្សាបានជានិច្ចនៅឧត្តមគតិរបស់គេនៅពេលជាមួយគ្នានោះអ្នកដែលយល់ថាគេត្រូវសម្របខ្លួនទៅតាមកាលៈទេសៈក៏លះបង់ចោលនៅគំនិតតស៊ូរបស់គេទៅទៀតហើយបណ្ដោយខ្លួនទៅតាមសភាពការតែម្ដងគឺអត់ហ៊ានក្អកទេព្រោះខ្លាចបាត់បុណ្យស័ក្តិលៀបសក្ការៈរបស់គេអ្នកទាំងនោះទោះត្រូវអ្នកកាន់អំណាចប្រមាថយ៉ាងណាក្តីក៏នៅតែអោនក្បាលឲ្យគេខោកព្រឹកល្ងាចដែរហើយបញ្ចេញរឹកហឺហាក្រអឺតក្រទមដាក់អ្នកដែលមានអិសរភាពពិតប្រាកដថែមទៀតនៅឆ្នាំ1994នោះហើយនិងនៅពេលក្រោយៗមកទៀតដែរប្រទេសកម្ពុជាពុំបានឈានទៅរករបបប្រជាធិបតេយ្យពិតប្រាកដឡើយគឺបានធ្លាក់ទៅក្នុងរបបអបជនីធិបតេយ្យទៅវិញអស់លោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំសូមស្លេះអំណាចសភៅរឿងសុបិននឹងការពិតភាគទី2របស់លោកវ៉ាន់ឌីតអនតែប៉ុណ្ណេះសិនថ្ងៃក្រោយខ្ញុំនឹងលើកយកវគ្គស្ដីពីវិបត្តិនយោបាយនៅឆ្នាំ1994មកអានជូនលោកអ្នកនាងស្ដាប់សម្រាប់ថ្ងៃនេះសូមអរគុណនិងជម្រាបលាបាទ